វីដេអូនេះចាប់ដើមដោយបង្ហាញរូបម៉ាមីជីនថូរ៉ូដែលមានអាយុកៅតាំងពី70000មុនកសដល់3000មុនកសបន្តិចក្រោយមកមុខម៉ាមីក៏ចាប់ដើមផ្លាស់ប្ដូររូបរាងបន្តិចម្ដងរបាំងមុខរបស់ម៉ាមីបានបែកបាក់ហើយបង្ហាញឲ្យឃើញមុខស្ត្រីវ័យក្មេងម្នាក់ដែលកំពុងដេកបិទភ្នែកលើដីខ្សាច់ស្ត្រីវ័យក្មេងនោះបានដករបាំងមុខចេញដោយថ្នមរួចបើកភ្នែកសម្លឹងមើលទៅលើនាងក៏បានក្រោកអង្គុយបន្តិចម្ដងដោយមានសក់កន្ទុយសេះពីចំហៀងនិងពាក់អាវធំធ្វើពីសរសៃដើមត្រែងបន្ទាប់មកនាងបានក្រោកឈរឡើងពេញខ្លួនហើយស្លៀកពាក់ឈុតប្រពៃណីពេញលក្ខណៈនៅក្នុងវាលខ្សាច់ក្រោមមេឃពណ៌ខៀវស្រងាត់ឈុតបន្ទាប់បានបង្ហាញពីម៉ាមីមួយទៀតដែលមើលទៅហាក់ដូចជាក្រុមឆ្អឹងពាក់អាវពណ៌ត្នោតរូបម៉ាមីនោះក៏ចាប់ផ្ដើមត្រឡប់មកមានជីវិតវិញបន្តិចម្ដងដោយសាច់បានគ្របដណ្ដប់លើឆ្អឹងទីបំផុតម៉ាមីនោះបានប្រែក្លាយជាបុរសម្នាក់កំពុងអង្គុយពាក់អាវពណ៌ត្នោតហើយសម្លឹងមើលទៅលើដោយទឹកមុខក្រៀមក្រំបុរសនោះបានក្រោកឈរយឺតហើយដើរសម្លឹងមើលជំវិញបរិយាកាសវាលខ្សាច់ដែលស្ងួតហួតហែងបន្ទាប់មកវីដេអូបានប្ដូរទៅម៉ាមីមួយទៀតដែលដេកលក់ហើយវាជាម៉ាមីរបស់ក្មេងស្រីឬមនុស្សវ័យក្មេងមុខម៉ាមីនេះមានរបាំងមុខដែលខូចខាតហើយរាងកាយក៏ចាប់ដើមគ្របដណ្ដប់ដោយស្បែកនិងសាច់ឡើងវិញម៉ាមីក្មេងស្រីនោះបានប្រែក្លាយទៅជានារីវ័យក្មេងម្នាក់ដេកលើកម្រាលពណ៌ត្នោតក្រហមពាក់អាវយឺតនិងសម្បុររហែតមើលទៅដូចសម្លៀកបំពាក់បុរាណហើយមានសក់វែងរលោងនាងក៏បានលើកដៃទាំងពីរឡើងដើម្បីដករបាំងមុខចិនហើយបន្ទាប់មកបើកភ្នែកឡើងនាងនៅតែដេកសម្លឹងមើលកាមេរ៉ាហើយបន្ទាប់មកក៏បានងើបខ្លួនឡើងអង្គុយលុតជង្គង់នៅលើដីសាច់នាងបានក្រោកឈរពេញខ្លួនហើយចាប់ផ្ដើមដើរទៅមុខដោយជើងទទេនៅក្នុងវាលខ្សាច់ដកធំល្វឹងល្វើយ